ចប់មកហ្គេមនឹងហើយអាប៉ាលីងនឹងដឹងតែត្រូវទៅប៉ែរៃតាមហេតុនឹងគឺវាអញ្ចេះទេឈប់សិនមើលដើមហេតុនឹងគឺវាមិនបើហ្គេមនឹងខ្ញុំលេងបដាអេសក្បាលបដានឹងប៉ុន្តែខ្ញុំព្យាយាមបញ្យល់ណាគ្នាពីដើមហ្គេមរហូតដល់ចុងហ្គេមថាវាមានរឿងអីកើតឡើងខ្ញុំឃើញហេរ៉ូក្រកនេះតាំងពីរីវ៉ាមកគឺវាតំណងលេងខ្លាំងមែនតើខ្ញុំក៏ចង់យកវាមកលេងហើយវា item កាន់តែឈឺទៀតហើយតែចង់លេងទៀតហើយនៅក្នុងវគ្គហ្នឹងខ្ញុំលេង classic ទេតែនិយាយលេងសើចអី hero ក្រកនេះថេងទេប៉ុន្តែប្រើ skill មួយមកឈឺមែនតើពី early game មកគឺគ្មានពីណាគេមាត់កអីទេនិយាយទៅតែឆាតមួយក៏មានឆាតដែរលេងតាមធម្មតានឹងឯងគ្រាន់តែថាការឌឺដងគ្នាដាក់ emoji ឬ call អីហ្នឹងគឺមានធម្មតាទេហើយនៅក្នុង game នេះដល់តាម8នាទីឡើងបានចាប់ផ្ដើមឆាតហើយឆាតហ្នឹងគឺឆាតតាមម្នាក់ទេគឺ pro link ហ្នឹងឯងហើយអានេះជាឆាតដំបូងរបស់គាត់ហ្មងគាត់ទៅសេមក XV នេះខ្ញុំក៏អត់យល់ដែរហើយខ្ញុំក៏ស្ងៀមទៅអត់មានតែសួរនាំអីគាត់ទេមក team ហ្នឹងគឺអត់សួរនាំគាត់មកហើយសុកទៀតគាត់ក៏ទៅសេឆាតមកទៀតទៅសួរថាហែងណាគេហើយខ្ញុំឡើងវល់គាត់ដឹងសួរណាគេទេតែថាសុកគាត់ឆាតម្នាក់ឯងហ្មងពេលហើយគាត់ឆ្លើយខ្លួនឯងទៀតនិយាយទៅគាត់សួរខ្លួនឯងឆ្លើយខ្លួនឯងហ្មងគាត់ក៏ឆ្លើយថាសាណាហើយអត់ទាន់ចប់ទេគាត់ឆ្លើយទៀតគាត់ថាសាណាណាចេះលេងលីងអញ្ចឹងដល់ពេលហើយគាត់ក៏ឆ្លើយបានទៅប្រាប់ខ្លួនឯងហ្នឹងទៅកន្លែងនេះខ្ញុំរៀងយល់តិចអីហើយមួយហ្គេមហ្នឹងគាត់ឆាតតាមម្នាក់ឯងហ្នឹងច្រើនមែនតើហ្មងហើយខ្ញុំឡើងអង្គុយឆ្ងល់ខ្ញុំអង្គុយអេសក្បាលជុំវិធីហ្នឹងកើតអីដល់គ្នាខ្ញុំភ្លេចប្រាប់កន្លែងខ្លះខ្ញុំ edit ដាក់ឆាតផ្សេងទៅប៉ុន្តែខ្ញុំនិយាយផ្សេងទៅអញ្ចឹងបើអ្នកគ្នាមើលអត់ទាន់អីអាចស្កប់មើលឆាតហ្នឹងសិនបានហើយកន្លែងនេះនៅសុកហ្នឹងអាប៉ែអឺហ្គហ្នឹងក៏ឆាតម្នាក់ឯងទៀតហើយដាក់ top global ខ្ញុំឡើងដូចឈឺក្បាលឡើងវល់ពេញហ្នឹងហើយកន្លែងនេះហើយដែរប៉ែអឺហ្គហ្នឹងខ្ញុំគិតថាប្រហែលជាថាឲ្យលីងណាគាត់ថាលេងចប់ទៅប៉ែទៅចុះបើលីងហ្នឹងតាំងពី8នាទីរហូតដល់លេងចិត្តចប់ហ្គេមគាត់និយាយតែឯងហ្មងនាំគ្នាឡើងវល់ពេញមួយហ្គេមថាគាត់ធ្វើអីអានេះបើតាមខ្ញុំគិតថា account របស់លីងហ្នឹងប្រហែលជាមាន2អ្នកលេងរបៀបថាមួយពងលេងមួយទៀតពងចូលអញ្ចឹងទៅក៏ឆាតសួរគ្នាតាមនឹងទៅថាណាគេពងលេងអីចឹងទៅប៉ុន្តែអត់និយាយលេងសើចអីទេនាំតែខ្ញុំគិតចេញខ្ញុំឡើងឈឺក្បាលថាគឺកើតអីណាអញខាំងហ្គេមមែន